អូននេះទំលាយមូលហេតុបែកពីគូស្នេហ៍ក្រោមហេតុផលអស់ទាំងនេះដែលគ្រប់គ្នាមិននឹកស្មានដល់នេះបើយោងតាមសារបង្ហោះរបស់អូននេះគាត់បានសរសេរសារបង្ហោះនៅលើ Facebook ថាគ្រប់យ៉ាងដែលកាត់ឡើងលើខ្ញុំមិនមែនដោយសារគេទេដោយសារតែសម្ពាធគ្រួសារអូននេះក៏បន្ថែមទៀតថាសម្ពាធគ្រួសារចែកផ្លូវគ្នាលើកនេះរឿងកាន់តែធំរឿងកាន់តែវែងឆ្ងាយខ្ញុំឈឺខ្លាំងណាស់សារបង្ហោះរបស់អូននេះត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅខមមិនថាត្រូវគ្នាវិញទៅបងថយម្នាក់មួយជំហានបងទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ចង់ឃើញបងជុំគ្នាវិញជាមួយគ្នានេះអូនេះក៏បានចូលទៅឆ្លើយតបថាបងកាត់ឲ្យអូនបងទុកឱកាសច្រើនដងឲ្យអូនតែអត់មានដំណោះស្រាយទេ43ថ្ងៃនេះមានការដៀលតេស្តបងនៅទីសាធារណៈប៉ះពាល់មុខមាត់បងណាអញ្ចឹងរឿងកាន់តែធំហើយខ្លះទៀតក៏ខមមិនថាស្ងាត់ទៅផុសនាំតែផ្អើលគេដើរចេញស្ងាត់រៀងខ្លួនល្អបើត្រូវគ្នាក៏ធម្មតាវិញដល់អញ្ចឹងទៅជាសាមវិញទេនេះលើកទី1ដែលចូលខមមិនបងមិនឲ្យមានការផុសបែបនេះស្ងាត់ទៅល្អជូនពរឲ្យឆាប់ដោះស្រាយបញ្ហាបានចំពោះមុខនិងបានរួចចាក់ទុកសោកមានតែសេចក្តីសុខមានតែមនុស្សល្អៗនៅក្បែរកុំគិតពីសម្ដីមនុស្សអគតិច្រើន